សួស្តីស្វាគមន៍មកកាន់វីដេអូរៀនភាសាអង់គ្លេសថ្ងៃនេះគ្រូមានប្រយោគ2ប្រយោគយកមកអានឲ្យស្ដាប់ប្រយោគទី1គឺយើងនិយាយអំពីអតីតកាលប្រយោគទី3គឺនិយាយអំពីបច្ចុប្បន្នក្នុងប្រយោគនេះគឺយើងប្រើប្រាស់កិរិយាសព្ទ to be កិរិយាសព្ទ to be របស់យើងគឺមាន5កិរិយាសព្ទកិរិយាសព្ទ2គឺវានិយាយអំពីនៅក្នុងអតីតកាលកិរិយាសព្ទ3កិរិយាសព្ទទៀតគឺវានិយាយអំពីបច្ចុប្បន្នកាលកិរិយាសព្ទក្នុងបច្ចុប្បន្នកាលគឺនិយាយពី am is areកិរិយាសព្ទនៅក្នុងអតីតកាលគឺនិយាយអំពី were ហើយនិង were ហើយតួនាទីរបស់កិរិយាសព្ទ am គេប្រើវាជាមួយនឹង I is គេប្រើវាជាមួយនឹង he she it are គេប្រើវាជាមួយនឹង we you they ចំណែក were ហើយនិង were គេប្រើវាជាមួយនឹង he she it I were គេប្រើវាជាមួយនឹង you we they ឧទាហរណ៍បើសិនជាយើងចង់និយាយថា Before I was a student but now I am a teacher មានន័យថាពីមុនខ្ញុំគឺជាសិស្សឥឡូវខ្ញុំគឺជាគ្រូអញ្ចឹងប្រយោគទាំងពីរប្រយោគមួយគឺវានៅក្នុងអតីតកាលពីមុន Before I was a student ពីមុនខ្ញុំគឺជាសិស្សពីមុនខ្ញុំគឺជាសិស្ស But now I am a student ចូលបច្ចុប្បន្នវិញឥឡូវនេះខ្ញុំគឺជាគ្រូ